ប្រុងប្រយ័ត្នពេលដេកពេលសម្រាកពេលអីនេះដើម្បីកុំឲ្យចេតភូតរបស់យើងចរយាត្រាផ្ដេសផ្ដាសត្រូវប្រឹងចម្រើននៅបល័យដួងកែវកំណត់របស់ខ្លួនម្នាក់តាមឆ្នាំនីមួយឆ្នាំជូតបល័យដួងកែវមនុស្សប្រចាំឆ្នាំជូតស្អីគេយើងទន្ទិញទៅបរិកម្មទៅឆ្នាំជូតដួងកែវកំណត់គឺអ្នកពាក់តាយើងមិនបាច់រៀនអីច្រើនទេនាំតែបែកធွာទេទិញតែដួងកែវរបស់ខ្លួនឲ្យចងចាំឲ្យកើតជាពន្លឺកើតជាដៃជះទៅទិញរាល់ថ្ងៃទៅកុំខ្ជិលដេកយប់យើងអាចសូត្រមុនបល័យដួងកែវកំណត់របស់ខ្លួនមនុស្សឆ្នាំជូតសូត្រនមៈពៈតៈឲ្យបាន108ចប់មុនពេលដេកឬក៏ផ្លុំដាក់ទឹកហូបដើម្បីកុំឲ្យវិញ្ញាណណាមួយមកខាបចេតភូតមកខាបដួងកែវរបស់យើងបានណាអានឹងសំខាន់ណាស់ហើយកុំយកអាកាសទៅឯណាដើរផឹកស៊ីតែផ្ដេសតែផ្ដាស់ឥឡូវនេះចំហាយ3សាច់ទៅភាវៈអាក្រក់វាចេញដើរគ្រប់ទីកន្លែងម៉ោងពេលវេលាសបាយមិនចេះគិតអើយកូនឡាយលោកឪពិបាកហើយទី2ទៀតកូនខ្លះកាលណាចេតភូតយើងមិនល្អកាលណាចេតភូតយើងពួកនឹងវាខាបចេតភូតបានយើងអាសានិមិត្តណាអាសានិមិត្តច្រើនណាស់និមិត្តខ្លះនិមិត្តក្នុងភាពល្អជានិមិត្តខ្លះក៏មានជានិមិត្តអាក្រក់បានន័យថាការនិមិត្តនីមួយគឺមានទេវៈល្អមកដល់ជាសញ្ញាឲ្យចេតភូតកាយទី2របស់យើងដឹងថាណែថ្ងៃខាងមុខឯងនឹងជួបរឿងនេះយើងមិនហ៊ានប្រាប់ឯងឲ្យចំទេតែយើងឲ្យជាប្រស្នាឯងនិមិត្តឃើញនេះតួអង្គនេះមួយដូចជានិមិត្តឃើញនាគអីជាដើមចឹងទៅអញ្ចឹងក្នុងនាមយើងជាមនុស្សយើងត្រូវយល់ច្បាស់ថាការនិមិត្តទាំងអស់នេះគឺសុទ្ធតែជាប្រស្នាឲ្យយើងស្វែងយល់កាត់នៅប្រស្នានោះដែលខ្លួនឯងឲ្យយល់អ្នកខ្លះក៏និមិត្តឃើញខ្លួនឯងជានាគអ្នកខ្លះក៏និមិត្តឃើញថាឃើញនាគហោះអីចឹងទៅអញ្ចឹងយើងត្រូវដឹងអំពីតួអង្គនាគនេះគឺជាតួអង្គបែបណាឲ្យច្បាស់លាស់ចេះណានាគគឺជាតួអង្គមួយដែលបានបដិបត្តិសិលខ្ជាប់ខ្ជួនជាតួអង្គដែលប្រកាន់នៅសច្ចគុណធម៌ព្រហ្មវិហារធម៌ខ្មាស់អៀននៅទង្វើបាបកម្មទាំងឡាយជាតួអង្គមួយដែលបានកម្ចាត់នូវភាពអបលៈទាំងពួងជ្រះស្រឡះពីក្នុងនគរកាយរបស់ខ្លួនคล้ายទៅជានាគមួយអង្គដែលមានភាពល្អសផូរផង់ទាំងព្រមនាគពាក្យថានាគឃើញទេសូម្បីតែថាវៈព្រះអង្គខ្លះដែលចូលបួសហ្នឹងក៏គេបំពោះនាគនឹងឯងបុនគេបានន័យថាពាក្យបំពោះនាគគឺបំពោះមនុស្សម្នាក់ដែលល្អសភូផង់ទាំងព្រមយល់ច្បាស់អំពីសច្ចធម៌គុណធម៌យល់ច្បាស់នៅទង្វើល្អអាក្រក់បាបបុណ្យនេះច្បាស់លាស់ហើយខ្មាស់អៀននៅទង្វើខុសឆ្គងទាំងឡាយខ្មាស់អៀននៅទង្វើបាបអញ្ចឹងកាលណាគេឲ្យយើងនិមិត្តឃើញតួអង្គនេះគេចង់ឲ្យយើងនឹងរៀនប្រតិបត្តិផ្លូវចិត្តរបស់ខ្លួននឹងឲ្យដូចតួអង្គនេះសត្វនាគដែលយើងបានឃើញនឹងព្រោះនាគគឺជាបុគ្គលមួយល្អប្រពៃជាតួអង្គមួយអស្ចារ្យណាស់ឲ្យយល់ចេះអញ្ចឹងទៅខំតកូនទាំងអស់គ្នាយល់អំពីការនិមិត្តទាំងឡាយអានឹងដែលលោកឪមើលនេះសិនមនុស្សឯកាចៅសបិនឲ្យលោកឪស្រោចទឹកឲ្យចៅមានន័យយ៉ាងម៉េចលោកឪពរចូលចម្រើន
កាលណាកូននិមិត្តឲ្យឃើញលោកឪស្រោចទឹកឲ្យឬក៏ឃើញសាវកអង្គណាមួយទៅស្រោចទឹកឲ្យបានន័យថាបារមីទាំងឡាយដែលប្រកាន់នៅសច្ចគុណធម៌នោះទៅជួយបោះកំរោលសម្អាតភាពស្មោកក្រោកទាំងឡាយគ្រោះកម្មទាំងឡាយចេញពីនគរកាយរបស់កូនហើយអញ្ចឹងកាលណានិមិត្តអញ្ចឹងកូនត្រូវធ្វើយ៉ាងណាខិតខំសម្អាតចិត្តសម្អាតកាយហើយដងទឹកមកផ្ទាល់មកពេលដែលនិមិត្តឃើញអញ្ចឹងហើយដងទឹកមកផ្ទាល់មកព្រលឹមឡើងយើងឧបកិច្ចថាអូទឹកនេះគឺជាទឹកមុនអមរិតមួយដ៏អស្ចារ្យដែលសល់ពីលោកតាឬក៏សល់ពីសាវកព្រះអង្គដែលស្រោចទឹកឲ្យទូលបង្គំតាអញ្ចឹងខ្ញុំបកករណាសូមទឹកមុនដែលនៅសល់នេះប្រោះព្រំរាងកាយម្ដងទៀតដើម្បីឲ្យជ្រះស្រឡះណែនេះគឺការធ្វើកិច្ចទាំងឡាយនេះហេងរត់វិទូទៅអញ្ចឹងហ៎ចុះលោកតាឆ្នាំកុងមិនកូនឆ្នាំកូនឆ្នាំកុងសូត្រដួងកែវយ៉ាងម៉េចទៅលោកតាឆ្នាំកុងកូនឯងចង់និយាយខ្លួនឯងឆ្នាំកុលហើយឆ្នាំអីបដួងកែវកំណើតមនុស្សឆ្នាំកុលគឺកូនសូត្រណាអ៊ីស្វាសូអូខេណាឆ្នាំកុលសូត្រអ៊ីស្វាសូអញ្ចឹងយើងចម្រើនទៅពេលដេកយប់ថ្វាយបង្គំខ្នើយ3ដងទៅហើយសូត្រទៅអ៊ីស្វាសូប្រមាណក៏ប្រមាណទៅរហូតដល់ខ្លួនឯងលងលក់ទៅកាលណាយើងចម្រើនធម៌នេះបានជាប់លាប់ចម្រើនបានជាប់លាប់នោះយើងមិនងាយនឹងយល់សពផ្ដេសផ្ដាស់ទេមួយឆ្នាំមិនទាន់យល់សពនិមិត្តអីម្ដងផងប៉ុន្តែបើចាប់ផ្ដើមនិមិត្តម្ដងហើយនិមិត្តនោះកូនត្រូវប្រយ័ត្នវាសុទ្ធតែជារឿងពិតឆ្លុះបញ្ចាំងការពិតស្ដែងជាមិនខានទេឃើញទេមិនអីទេកូនទាំងអស់គ្នាណែបើចង់បានបល័យប្រចាំដួងកំណត់របស់ខ្លួនម្នាក់នោះលោកឪនឹងធ្វើការចែករំលែកជូននឹងបង្ហោះជូនឲ្យកូនទាំងអស់គ្នាយកទៅសិក្សានាំគ្នាបរិកម្មទៅពីព្រោះឥឡូវនេះអ្នករៀននៅរបៀនអាក្រក់ក៏វាច្រើនហើយពួកគាត់ដែលនាំគ្នារៀននៅរបៀនទាំងឡាយនោះក៏គាត់មិនដឹងថាគាត់រៀនហ្នឹងវាប៉ះពាល់យ៉ាងណាចំពោះមនុស្សជុំវិញខ្លួនរបស់គាត់ដែរដោយសារតែគាត់មានចិត្តជាបិសាចនៅក្នុងខ្លួននៅក្នុងចិត្តបិសាចទាំងអស់នោះបានគ្រប់គ្រង